ឆេវីងមិនក៏មិនចាប់ជួយលើកយើង5ហែសីអូយខ្ញុំម្ចាស់ឈឺណាស់សូម្បីតែឯងក៏មិនចេះលើកដែរគឺត្រង់តុនជើងនៅបន្តខ្ញុំម្ចាស់ទៀតខ្ញុំម្ចាស់គឺឈឺដែរហ្នឹងឯងចាំមើលយើងទៅវិញយើងចាត់ការឯងរបៀបម៉េចអាយ5ហែសីកាចម្លេះចំមែនហើយបាញ់មិញល្អចំពោះខ្ញុំណាធ្វើឲ្យខ្ញុំរំភើបឥឡូវនេះកាច់ដាក់ខ្ញុំយ៉ាងនេះទៀតតិចល្អបន្តិចកាច់ប្រកាសជាត្រូវខ្មោចឡងហើយចាំមើលខ្មោចឡងជើងខាននេះយ៉ាងសំបចាំមករករៀងយើងទៅចាំមករកយើងទៅយើងដាក់ខោហើយយើងសំបលើកលែងយើងទៅចាំមករកយើងទៀតយើងដាក់ខោលើកលែងយើងទៅយើងដាក់ខោ5ហែសីសំតោខ្ញុំម្ចាស់ថាជាស្រ័យឲ្យហើយនៅចង់ឈឺសាច់ទៀតឆ្លៀតពេល5ហែសីសន្លប់ខ្ញុំឆាប់ទៅរកជើយានសិន5ហែសីអីចាសួរបេះដូងថាមានដែរនឹកមនុស្សម្នាក់នោះដែរទេបេះដូងវាឆ្លើយថាវានឹកស្ទើរតែឈួតទៅហើយទុកអូននៅអ្នកផ្សេងមិនមែនអស់ចិត្តស្នេហ៍ឡើយបងមិនអាចឲ្យអូនមានក្តីសុខពេញលេញបានអ្នកប្រុសកាត់ចិត្តខ្លះទៅចាំព្រះអង្គម្ចាស់គាល់ព្រះអង្គហើយចាំមើលថ្ងៃក្រោយអ្នកប្រុសគិតយ៉ាងម៉េចខ្ញុំគ្មានអ្វីត្រូវគិតគូរទេកន្លែងនេះគឺកន្លែងដែលខ្ញុំចាស់ស្លាប់សូមគ្រប់សម្ដេចមេរាជសារមកដល់ហើយសូមគ្រប់សម្ដេចឆាវស៊ីវឆាវចិនក្រោកឡើងមកឆាប់ក្រោកឡើងសម្ដេចខ្ញុំទទួលរាជបញ្ជាពីព្រះអង្គមកទទួលយកសម្ដេចទៅរាជធានីអ្នកប្រុសព្រះអង្គម្ចាស់ជួយអង្វរកឲ្យអ្នកប្រុសហើយបងទី2ហើយសម្ដេចព្រះម្ចាស់យានឆឹងទ្រង់ពេលទ្រង់ទៅដល់រាជធានីសោយពុត្រាច្រើនពេកអកុសលក៏អួលទ្រង់ចូលទីបង្គត់ហើយបងទី2គាត់
អ្នកប្រុសទី3ការប៉ັດព្រះអង្គម្ចាស់ត្រូវ កុំនិយាយផ្ដេសផ្ដាសមិនតបឆាយើងបានរៀបចំរួចហើយយើងអាចចេញដំណើរហើយ សម្លាញ់សុំជេង ទេអ្នកប្រុសមិនអាចទៅទេអ្នកប្រុសទី3 អ្នកប្រុស នាងយានទៅហ៊ានបាទ លែងខ្ញុំពួកលោកចង់ធ្វើអី ធ្វើអីហ៎នាងយាននាងគឺជាជនក្បត់ហើយក៏ជាស័ក្តិសិទ្ធិដែរយើងត្រូវតែកាប់ពីឲ្យបានល្អ ថាម៉េច ចាំនេះនោះបាទទៅអាចឆ្លាងទៅ